នេះជារឿងរ៉ាវបែបរន្ធត់និងបង្កប់នៅតម្លៃអប់រំអំពីអំណាចនៃអារក្សនៅជើងភ្នំដងរែកមានភូមិមួយឈ្មោះថាភូមិបៃតងអ្នកភូមិនៅទីនោះរស់នៅដោយភាពសុខសាន្តក្រោមការកាប់ឈើបន្តិចបន្តួចនិងបោចវល្លិរកស៊ីតាមលក្ខណៈគ្រួសារពួកគេមានជំនឿយ៉ាងមុតមាំទៅលើអារក្សភ្នំដែលថែរក្សាព្រៃព្រឹក្សាទីនោះជារៀងរាល់ឆ្នាំមុននឹងចូលព្រៃជ្រៅអ្នកភូមិតែងតែរៀបចំបាយសីមាន់ស្ងោរដើម្បីសំពះសុំសេចក្តីសុខនិងសន្យាថានឹងមិនកាប់បំផ្លាញដើមឈើធំៗដែលជាជម្រករបស់អារក្សឡើយប៉ុន្តែភាពសុខសាន្តត្រូវបានបំផ្លាញនៅពេលដែលប្អូនប្រុសរបស់មេភូមិឈ្មោះញ៉ាបានត្រឡប់មកពីទីក្រុងវិញញ៉ាជាមនុស្សលោភលន់និងមិនជឿលើអបិយជំនឿគេបានឃើញដើមឈើទាលនិងដើមក្រញូងធំៗដែលមានអាយុកាលរាប់សិបឆ្នាំលើភ្នំក៏កើតចិត្តចង់កាប់លក់ទៅឲ្យក្រុមហ៊ុនឈើធំៗបានប្រាក់ឈ្នួលមេភូមិជាបងប្រុសបានឃាត់ញ៉ាអើយកុំប៉ះពាល់ដើមឈើធំទាំងនោះអីវាជាជម្រករបស់អារក្សចាស់ស្រុកបើឯងប្រមាថនឹងត្រូវវិនាសមិនខានញ៉ាសើចចំអកសម័យនេះហើយបងមានតែវិទ្យាសាស្ត្រទេអារក្សព្រៃអីនោះគ្មានពិតទេឈើធំទាំងនេះជាលុយទាំងដុំនៅយប់នោះញ៉ាបានជួលកម្មករចំណូលថ្មីពី3នាក់ដែលមិនស្គាល់តំបន់នោះចាប់ដើមយកម៉ាស៊ីនអាយឈើឡើងទៅលើភ្នំទាំងយប់ងងឹតគោលដៅរបស់ពួកគេគឺដើមឈើទាលយក្សដែលធំជាងគេបុរាណជាងគេនិងជាកន្លែងអ្នកភូមិតែងតែគោរពបូជាពេលម៉ាស៊ីនអាវឈើចាប់ដើមបញ្ឆេះសំឡេងលាន់ឮត្រហឹងពេញព្រៃស្រាប់តែមេឃដែលកំពុងតែស្រឡះបែរជាប្រែខ្មៅងងឹតស្លុបខ្យល់ព្យុះសង្ឃរាបានបក់មកយ៉ាងខ្លាំងធ្វើឲ្យដើមឈើតូចបាក់រេពេញព្រៃភ្លាមនោះសំឡេងស្គរអារក្សនិងសំឡេងខ្សែដៀវលាន់ឮយ៉ាងអាត់កំបាំងចេញពីព្រៃជ្រៅវាមិនមែនជាតន្ត្រីកំដរអារម្មណ៍ទេប៉ុន្តែជាសំឡេងដ៏គួរឲ្យព្រឺក្បាលនិងមានអំណាចស្រមោលខ្មៅធំជាច្រើនបានលេចឡើងព័ទ្ធជុំវិញក្រុមរបស់ញ៉ាភ្នែករបស់ស្រមោលខ្មៅទាំងនោះក្រហមឆ្អៅដូចភ្នក់ភ្លើងកម្មករទាំងអស់ភ័យស្លន់ស្លោរត់ចោលម៉ាស៊ីនទាំងអស់នៅសល់តែញ៉ាម្នាក់ឯងដែលត្រូវកម្លាំងខ្យល់គួចបោកទៅនឹងដើមឈើទាលយក្សនោះសំឡេងមួយលាន់ឮឡើងក្នុងត្រចៀករបស់ញ៉ាទាំងត្រអួននិងគួរឲ្យខ្លាចមនុស្សលោភលន់ឯងហ៊ានបំផ្លាញផ្ទះរបស់យើងហ៊ានបំផ្លាញជីវិតសត្វព្រៃឯងត្រូវតែសងព្រឹកឡើងអ្នកភូមិបានឃើញញ៉ាដេកសន្លប់បាត់ស្មារតីនៅនឹងកូនឈើទាលនោះខ្លួនប្រាណរបស់គេឡើងក្រហមជាំដូចត្រូវបានរំពាត់វាយរាប់រយខ្សែនៅពេលញ៉ាដឹងខ្លួនឡើងគេបានប្រែជាមនុស្សវង្វេងវង្វាន់និយាយតែម្នាក់ឯងនិងភ័យខ្លាចរាល់ពេលឃើញដើមឈើគ្រូទាយប្រចាំភូមិបានប្រាប់ថាញ៉ាត្រូវបានអារក្សព្រៃកាត់កាលនិងយកព្រលឹងទៅដាក់ទណ្ឌកម្មហើយដើម្បីជួយសង្គ្រោះជីវិតញ៉ាមេភូមិបានដឹកនាំអ្នកភូមិទាំងអស់រៀបចំពិធីលៀងអារក្សយ៉ាងធំមួយគេបានអញ្ជើញគ្រូមេមត់មកឡើងរូបនិងលេងភ្លេងអារក្សពេញមួយយប់ដើម្បីសុំខមាទោសជំនួសញ៉ានៅក្នុងពិធីនោះមេមត់ដែលត្រូវបានអារក្សចូលសន្ធិដ្ឋបាននិយាយថាយើងមិនយកជីវិតវាទេប៉ុន្តែវានិងអ្នកភូមិទាំងអស់ត្រូវតែដាំដើមឈើឡើងវិញនិងការពារព្រៃឈើឲ្យបានគង់វង្សចាប់តាំងពីពេលនោះមកញ៉ាបានជាសះស្បើយពីជំងឺវង្វេងប៉ុន្តែគេបានប្រែជាមនុស្សថ្មីដែលស្រឡាញ់នឹងការពារព្រៃឈើបំផុតរឿងរ៉ាវនេះបានក្លាយជាមេរៀនប្រចាំភូមិបៃតងដែលរំលឹកកូនចៅជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃនៃធម្មជាតិនិងការគោរពច្បាប់វិន័យរបស់ដូនតា